នាងខ្ញុំថៃឋានិតជាមួយ B2B Asia News សូមជូនព័ត៌មានប្រចាំថ្ងៃសម្រាប់ទី6កុម្ភៈ2026ដោយសពមួយដងគឺផ្ដើមដោយទីផ្សារតំបន់អាស៊ីសន្ទុះ MSCI ធ្លាក់នៅសល់ 0.6% ដែលជាការខាតបង់រហូតដល់ 2.1% បើគិតត្រឹមថ្ងៃទី21ខែវិច្ឆិកាសន្ទុះ Kospi ធ្លាក់ចុះ 1.4% ហើយគិតពីការបិទបញ្ចប់នៅត្រឹមសប្តាហ៍នេះគឺធ្លាក់ចុះ 2.6%សហនិគិទី225កើនជាង 0.81% ដែលឡែកសន្ទុះហុងសេងធ្លាក់ចុះ 1.21%សហកម្ពុជាវិញបានកើនឡើង 0.96 ពិន្ទុឬ 0.23% ដល់ 424.03 ហើយទំហំពាណិជ្ជកម្មសម្រុកបានធ្លាក់ចុះដោយមានភាគហ៊ុនផ្លាស់ប្ដូរដៃសរុបចំនួន 57.173 ដែលមានតម្លៃជួញដូរសរុប 265.2 លានរៀលឬ $760,000 អាមេរិកសាគលភាគហ៊ុនចំនួន4កើនឡើងក្នុងនោះក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសកើនខ្ពស់ជាងគេខណៈដែលភាគហ៊ុនចំនួន2ធ្លាក់ចុះដោយ MJQ Education ធ្លាក់ច្រើនជាងគេសាកំណានវិញ JS Land និង Picasso City Garden កើនហើយ BDB Engineering នៅដដែលប្រាក់រៀលនៅដដែលក្នុងតម្លៃ 4033 រៀលក្នុង$1រីឯដុល្លារចុះដល់សល់ 97.84ទំនិញសកលតម្លៃប្រេងកើនឡើងជាង 1% កាលពីថ្ងៃសុក្រហើយប្រេងឆៅ Brent កើនឡើង 1.2% ដល់ $68.33 អាមេរិកក្នុង1បារ៉ែលប្រេងឆៅរបស់ WTI អាមេរិកបានកើនឡើង 1.3% នៅ $64.09 អាមេរិកក្នុង1បារ៉ែលSpot Gold កើនឡើង 2.6% ដល់ $4,894.99 អាមេរិកក្នុង1អោនខណៈដែលមាសនាពេលអនាគតសម្រាប់ការចែកចាយនៅខែមេសាកើនឡើង 0.4% ក្នុងតម្លៃជួញដូរ $4,905.8 ក្នុង1អោនក្រឡេកមកមើលទីផ្សារ crypto វិញ Bitcoin កើនឡើង 16 ខែជាប់គ្នាគិតត្រឹមថ្ងៃសុក្រនេះហើយរូបិយប័ណ្ណ crypto ដ៏ធំបំផុតរបស់សកលបានកើនឡើងចុងក្រោយនៅសល់ 3.3% ដល់ $65,198.20 អាមេរិកដែលអាចទប់ទល់នឹងការខាតបង់របស់ខ្លួនបន្ទាប់ពីបានធ្លាក់ចុះ 5% ដល់កម្រិតទាបក្នុងតម្លៃជួញដូរជាង $60,000សូមបន្តទៅកាន់ព័ត៌មានដែលទាក់ទងនឹងអាជីវកម្មចម្រុះផ្សេងៗទៀតអគ្គនាយកដ្ឋានពន្ធដារ GDT បានដាក់ឲ្យដំណើរការជាផ្លូវការនៅកម្មវិធី GDT Home Tax នេះជាការដំណើរការមួយដើម្បីបង្កើនភាពងាយស្រួលដល់អ្នកជាប់ពន្ធដែលពួកគាត់អាចចូលប្រើសេវាជាប់ពន្ធឬក៏បញ្ចូលព័ត៌មានតាមដានកាតព្វកិច្ចពន្ធនិងទទួលបានព័ត៌មានថ្មីៗនិងលើកកម្ពស់តម្លាភាពនិងការអនុលោមតាមពន្ធដារដោយស្ម័គ្រចិត្តកម្មវិធីនេះត្រូវបានដាក់ឲ្យប្រើប្រាស់នៅក្នុងវេទិកាសារពើពន្ធកម្ពុជាឆ្នាំ2026នេះនៅថ្ងៃទី5ខែកុម្ភៈកម្ពុជាជប៉ុនបានប្រារព្ធពិធីសម្ពោធពិធីបុណ្យគីសូណាជប៉ុនកម្ពុជាឆ្នាំ2026ជាផ្លូវការនៅថ្ងៃទី5ខែកុម្ភៈក្រោមប្រធានបទស្វែងយល់ពីច្រកផ្លូវថ្មីហើយការចាប់ផ្ដើមនៃដំណើរការថ្មីដែលតភ្ជាប់ជប៉ុននិងកម្ពុជានេះគឺចាប់ផ្ដើមនៅថ្ងៃទី5ដល់ទី8ខែកុម្ភៈហើយត្រូវបានគេរំពឹងថានឹងទាក់ទាញអ្នកទស្សនារាប់ពាន់នាក់ឲ្យចូលរួមក្នុងកម្មវិធីតំណាងកម្ពុជានិងវៀតណាមបានបង្ហាញទំនុកចិត្តថាគោលដៅដែលបានកំណត់នៃការពង្រីកពាណិជ្ជកម្មទ្វេភាគីឲ្យឈានដល់$20,000 លានអាមេរិកដែលអាចសម្រេចបានក្នុងរយៈពេល2ទៅ3ឆ្នាំភាពសុថិនិយមនេះបានឲ្យដឹងនៅក្នុងកិច្ចប្រជុំកំពូលនៃទ្វេភាគីនៅវិមានសន្តិភាពរាជធានីភ្នំពេញនៅថ្ងៃទី6ខែកុម្ភៈរវាងប្រធានគណៈបកប្រជាជនកម្ពុជានិងអគ្គលេខាធិការបកកុម្មុយនីសវៀតណាមនាងខ្ញុំថានិតសូមបញ្ចប់ព័ត៌មានប្រចាំថ្ងៃនៃ B2B Asia News ត្រឹមតែប៉ុណ្ណេះហើយមកជួបលោកនាងជាថ្មីនៅថ្ងៃបន្ត